ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំបាទនឹងលើកយកនៅប្រជុំនៃទានជាតិដកមកអានចែកជូនដល់ញាតិពធបានស្ដាប់ទុកជាការពិចារណាហើយសាច់រឿងដែលខ្ញុំព្រះករុណាអាននៅក្នុងថ្ងៃនេះមានចំណងជើងថារឿងសត្វហង្សក្បាល2រឿងសត្វហង្សក្បាល2នេះលោកបញ្ជាក់ឲ្យឃើញថាការញុះញង់ជាអាវុធក្លាហានបំផុតក្នុងលោកក្នុងសាសនាព្រះសម្ពុទ្ធព្រះនាមកាសបៈមានស្ត្រីម្នាក់មានចិត្តស្មោះត្រង់ស្នេហាចំពោះស្វាមីរបស់ខ្លួនតែងគោរពប្រតិបត្តិចំពោះស្វាមីដូចជាស្រីទេពអប្សរគោរពបម្រើព្រះឥន្ទ្រាធិរាជពុំដែលឲ្យមងឆ្គងតង់កិច្ចណាមួយឡើយថ្ងៃមួយស្ត្រីនោះបាននាំស្វាមីចាត់ចែងទានថ្វាយដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយតាំងសេចក្តីប្រាថ្នាថាក្នុងជាតិខាងមុខបន្ទាប់អំពីជាតិនេះទៅសូមឲ្យបានកើតជាបុរសរាល់ជាតិហើយសូមឲ្យកើតជាប្អូនរួមផ្ទៃនឹងស្វាមីរបស់ខ្ញុំម្យ៉ាងទៀតបើយើងទាំងពីរនាក់ផ្លាត់កតិទៅកើតជាដេរឆានសូមឲ្យមានខ្លួនជាប់គ្នាមានក្បាលពីរកុំខានព្រះសម្ពុទ្ធទ្រង់ធ្វើផត្តានុមោទនាហើយស្ដេចត្រឡប់ទៅអារាមជាមួយនឹងព្រះសង្ឃជាបរិវារវិញឯជនទាំងពីរអ្នកស្វាមីភរិយាលុះខ្សែជីវិតបានទៅកើតជាកុមារក្នុងត្រកូលមហាសេដ្ឋីមួយជាតិព្រាហ្មណ៍មហាសាលមួយជាតិខត្តយៈមហាសាលមួយជាតិកើតរួមផ្ទៃជាមួយគ្នាជាកូនភ្លោះនាងភរិយាកើតជាប្អូនប្រុសស្វាមីជាបងប្រុសកុមារទាំងពីរមានសេចក្តីរាប់អានស្រឡាញ់គ្នាជាទីបំផុតបន្ទាប់ពីជាតិនោះមកផ្លាត់កតិទៅកើតជាសត្វហង្សមាសមានខ្លួនព្រែកជាប់គ្នាមានក្បាលពីរស្លាប4ជើង4នៅអាស្រ័យក្នុងព្រៃហេមពៀនក្បែរស្រះបោកខរណីមួយតែងតែរកចំណីអាហារជាមួយគ្នាពុំដែលតោះតេងខ្វែងគំនិតគ្នាឡើយថ្ងៃមួយមានថ្មើរព្រៃម្នាក់បានឃើញហង្សក្បាលពីរនោះក៏កើតសេចក្តីអស្ចារ្យពន់ពេកទើបត្រឡប់ទៅក្រាបទូលដល់ព្រះបាទពារាណសីគ្រានោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជាព្រះបាទពារាណសីទ្រង់បានព្រះសណ្ដាប់ពាក្យនោះហើយក៏ប្រើថ្មើរព្រៃឲ្យទៅចាប់ហង្សក្បាលពីរនោះយកមកថ្វាយថ្មើរព្រៃក៏ទៅចាប់បានយកមកថ្វាយដោយព្រះរាជបំណងស្ដេចទ្រង់សពព្រះរាជហឫទ័យណាស់បានប្រទានរង្វាន់ដល់ថ្មើរព្រៃនោះជាច្រើនទើបប្រគល់ហង្សមាសក្បាលពីរនោះឲ្យព្រះអគ្គមហេសីយកទៅចិញ្ចឹមព្រះអគ្គមហេសីបានឲ្យជាងធ្វើទ្រង់មាសដាក់ហង្សនោះហើយទ្រង់ប្រទានលាជនិងទឹកឃ្មុំដាក់លើថាសមាសឲ្យស៊ីតែរាល់ថ្ងៃក្នុងការជាខាងក្រោយមកព្រះនាងទេវីបានចូលទៅក្រាបទូលព្រះបាទពារាណសីថាហង្សមាសក្បាលពីរនោះប្រសិនបើបំបែកឲ្យដាច់ពីគ្នាបានហង្សមួយទុកចិញ្ចឹមក្នុងព្រះរាជវាំងហង្សមួយទុកក្នុងសួនសត្វសម្រាប់ឲ្យមហាជនមើលជាការប្រពៃណាស់ព្រះបាទពារាណសីទ្រង់យល់តាមមតិរបស់ព្រះនាងទេវីទើបបង្គាប់ឲ្យអាមាត្យទាំងឡាយមកប្រជុំគ្នាហើយត្រាស់សួរថាអ្នកណាអាចបំបែកហង្សនេះឲ្យបែកចេញពីគ្នាបានដោយឥតមានគ្រោះថ្នាក់យើងនឹងឲ្យរង្វាន់ជាច្រើនដល់អ្នកនោះពេលនោះមានអាមាត្យម្នាក់ជាអ្នកឆ្លៀសវៃក្នុងឧបាយកលបានថ្វាយដំណឹងដល់ព្រះរាជាថាខ្ញុំព្រះអង្គអាចបំបែកបានព្រះរាជាក៏ប្រគល់ហង្សនោះឲ្យទៅថ្ងៃមួយអាមាត្យនោះរៀបតាក់តែងខ្លួនចូលទៅក្នុងវាំងមុននឹងទៅបានបង្ហាញខ្លួនឲ្យហង្សទាំងពីរនឹងដឹងថាទៅគាល់ព្រះរាជាលុះត្រឡប់មកវិញទៅអោនខ្សឹបចិត្ត
ក្បាលហងម្ខាងនិយាយខ្សៅតិចធ្វើហាក់ដូចជាប្រាប់រឿងកំបាំងអ្វីមួយហើយជៀសចេញទៅឯហងម្ខាងឃើញដូច្នោះហើយមានសេចក្តីសង្ស័យណាស់ទើបសួរទៅហងជាសម្លាញ់ថាអំបាញ់មិញនេះអាមាត្យសឹកប្រាប់រឿងកំបាំងអ្វីដល់អ្នកចូលប្រាប់គ្នាផងហងម្ខាងប្រាប់ថាឥតមានប្រាប់ការអ្វីទេគ្រាន់តែឮខ្សៅមិនដឹងជាគេថាដូចម្ដេចហងម្ខាងតូចចិត្តណាស់ទើបនិយាយថាអោសម្លាញ់ឯងមិនគួរលាក់នឹងគ្នាសោះគ្នាពិតជាឃើញអាមាត្យនិយាយប្រាប់ឯងនឹងភ្នែកទោះបីហងម្ខាងនិយាយប្រាប់យ៉ាងណាក៏មិនជឿចេះតែទទូចសួរជាញឹកញយថ្ងៃក្រោយអាមាត្យតែខ្សឹបក្បែរត្រចៀកហងនោះទៀតហងម្ខាងសង្ស័យក៏សួរដូចមុនហងម្ខាងប្រាប់ថាខ្ញុំមិនឮអ្វីទេហេតុដូចម្ដេចបានចេះតែសួរខ្ញុំចាប់តាំងពីពេលនោះមកហងទាំងពីរក៏ឆ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងដរាបដល់ជេរប្រតិចហើយទៅទះស្លាប់ចិត្តគ្នាជាខ្លាំងដោយអំណាចសេចក្តីក្រោធសរីរៈកាយនៃហងក៏រហែកចេញពីគ្នាជាពីរចំណែកអាមាត្យឃើញដូច្នោះហើយក៏នាំយកហងទាំងពីរទៅថ្វាយព្រះបាទព្រះនសីព្រះអង្គបានទតឃើញមានសេចក្តីសោមនស្សពន់ពេកទើបព្រះរាជទានស្រុកសួយមួយឲ្យជារង្វាន់ហើយទ្រង់ត្រាស់សួរថាអ្នកធ្វើដូចម្ដេចបានជាហងបែកចេញពីគ្នាសូម្បីតែយកមកដាក់ចិត្តគ្នាក៏មិនបានអាមាត្យក្រាបទូលតាមការដែលខ្លួនបានធ្វើទ្រង់បានព្រះសណ្ដាប់ពាក្យនោះហើយក៏មានប្រតិសង្វេគតក់ស្លុតពន់ពេកទើបមានព្រះរាជអង្គការថាអោណោអាវុធគឺពាក្យញុះញង់ក្លាហានណាស់តាអាចពុះបំបែករូបធម៌និងអរូបធម៌ឲ្យបែកចេញពីគ្នាបានក្នុងលោកនេះឥតមានអាវុធណាដែលឃ្លូខ្លាស្មើនឹងពាក្យញុះញង់នេះឡើយអនុមោទនា